សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំខានធ្វើវីដេអូបាជាពីអាទិត្យដោយសារតែខ្ញុំមកដល់ស្រុកខ្មែរណាអញ្ចឹងគឺរវល់ទៅដើរលេងជួបជុំគ្រួសារក៏ដូចជាជួបជុំមិត្តភ័ក្តិហើយលើពីហ្នឹងទៀតគឺយើងមានការងារត្រូវធ្វើច្រើនដែរហ្នឹងពេលណាយើងមកស្រុកខ្មែរម្ដងការងារដែលយើងអាចធ្វើបាននៅស្រុកខ្មែរគឺយើងត្រូវធ្វើហើយអ្វីដែលសំខាន់ហ្នឹងគឺរបស់ញ៉ាំដែលយើងអាចមានដែរនៅស្រុកអាមេរិកប៉ុន្តែគឺអត់មានស្រស់ទេគឺយើងសិតតែទិញមកពីគេហើយវាអត់ស្រស់គឺដោយសារគេត្រូវនាំចូលបងប្អូនហើយភាគច្រើនគឺរបស់នាំចូលគឺអត់មានពីខ្មែរយើងទេភាគច្រើនគឺមានតែពីស្រុកគេដូចជាថៃដូចជាវៀតណាមឬមួយក៏ចិនឬមួយក៏ហ្វីលីពីនអីចឹងណាប្រទេសណាដែលគេយើងធំនឹងជឿនលឿនជាយើងតិចតួចហ្នឹងគឺគេបាននាំរបស់គេចេញច្រើនចឹងស្វាយនេះខ្ញុំបេះមកពីក្បែរផ្ទះខ្ញុំទេក៏ដូចជាយកឱកាសហ្នឹងនាំកូនខ្ញុំទៅដើរលេងឲ្យស្គាល់សាលាដែលខ្ញុំធ្លាប់រៀនថតរូបជាមួយសាលាដែលខ្ញុំធ្លាប់ទៅអញ្ចឹងបងប្អូនណាអ្នកដែលខេត្តតាកែវបើឃើញហៅផងព្រោះខ្ញុំអត់ស្គាល់បងប្អូនទេបងប្អូនអាចស្គាល់ខ្ញុំអញ្ចឹងណាអ្នកដែលគាត់តាមដាន YouTube ហើយនេះគឺកូនខ្ញុំមកលេងដែលរបស់ដែលមិនសូវបានលេងនៅស្រុកគេអញ្ចឹងនេះកូនខ្ញុំកូនតូចបងប្អូនធ្លាប់ឃើញហើយម្នាក់ពាក់អាវកាជូនគឺក្មួយស្រីខ្ញុំមកពីប្រទេសបារាំងអញ្ចឹងគេកំពុងតែធ្វើភ្នោកប់កពឹសក៏ដូចជាកូនត្រីដែលបងប្អូនរយកមកឲ្យនឹងនៅរស់ដល់ពេលគេយកទៅលេងឥឡូវងាប់អស់ឥឡូវគេយកទៅកប់ហ្នឹងហើយភ្នោមាន2គឺភ្នោកពឹសមួយគឺភ្នោកូនត្រីមួយអញ្ចឹងបងប្អូនកូនស្រុកគេគឺលេងអីរៀងចម្លែកហើយកូនខ្ញុំមួយទូចហ្នឹងគឺគាត់ឆ្ងល់អូយស្រឡាញ់មែនតើគឺដើរលើដីអត់មានខ្ពើមដីបន្តិចសោះអញ្ចឹងបងប្អូនហើយបើសិនជាបងប្អូនមានឆ្ងល់អីពាក់ព័ន្ធជាមួយនឹងព័ត៌មានកូនដោះឬមួយក៏ដោះឡើងឈឺហ្នឹងខ្ញុំឃើញមានសំណួរសួរខ្លះដែរខ្ញុំមានចម្លើយនៅក្នុងវីដេអូបងប្អូនវីដេអូជាច្រើនដែលខ្ញុំមានគឺមាននៅក្នុងនោះបងប្អូនជួយឆែកមើលបន្តិចណាហើយចាំយើងជួបគ្នាខ្ញុំនឹងព្យាយាមធ្វើវីដេអូផ្សេងទៀតអរគុណបងប្អូន